Hello សួស្តីអ្នកនរអគ្នាបាទថ្ងៃនេះដែរយើងនឹងបន្តនៅមេរៀនរបស់យើងទៀតបន្ទាប់ពីយើងរៀនថ្ងៃមុនគឺយើងនិយាយអំពីមេរៀន comment ថ្ងៃនេះយើងនឹងបន្តនៅមេរៀនរបស់យើងមួយទៀតគឺនិយាយអំពី output នៅក្នុងភាសា C++ របស់យើងហ្នឹងមុននឹងយើងរៀនដល់មេរៀន output របស់យើងយើងត្រូវយល់សិនថា output នឹងជាអីបើនិយាយទៅ output នឹងវាជាការបញ្ចេញនៅតម្លៃឬហៅថា print ឬ output និង print គឺពាក្យហ្នឹងគឺវាដូចគ្នាទេគឺ synonym ឬហៅថាន័យដូចអញ្ចឹងវាមានន័យដូចតែគ្នាទេពាក្យថា output ហើយនឹង print ហ្នឹងអញ្ចឹង print ហ្នឹងវាមានតួនាទីរបស់វាគឺជាការ print នៅតម្លៃមកកាន់ console របស់យើង print នៅតម្លៃឲ្យ user ឃើញ print នៅតម្លៃឲ្យ user ឃើញនៅតារាងនៃទឹកលុយតារាងនៃទឹកលុយដូចជាតារាងនៃបំណុយដូចជាឲ្យព័ត៌មាន information របស់សិស្សមួយនៅក្នុងសាលាមួយអញ្ចឹងគឺវាមាន name វាមាន ID វាមាន average មានអីអញ្ចឹងទៅចំណាត់ថ្នាក់អីអញ្ចឹងទៅអញ្ចឹងគឺគេប្រើ output ដើម្បីបង្ហាញនៅព័ត៌មានឬក៏អ្វីមួយដែលយើងចង់បង្ហាញឲ្យ user ឃើញតែបើយើងនិយាយអំពីភាសា C របស់យើងនេះគឺយើងនិយាយទៅលើ console ទេអញ្ចឹង console ផ្ទុកនៅក្នុង RAM របស់យើងហ្នឹងអញ្ចឹងគឺវាបង្ហាញព័ត៌មានគឺបង្ហាញព័ត៌មានលើ console របស់យើងទេឥឡូវបើយើងថាយើងអត់ដូចជាយល់មិនច្បាស់អំពី output ហ្នឹងអញ្ចឹងខ្ញុំឲ្យអ្នកនរគ្នាមើលជាឧទាហរណ៍មួយចឹងមកចូលក្នុងអ៊ីនធឺណិតមកឬក៏ហៅថា browser របស់យើងដាក់ថាមីនុយ total mat ទេណាមីនុយ total mat អញ្ចឹងយើងបើកចូលមកវាមានដល់អញ្ចឹងទៅជាធម្មតាបើអ្នកនរគ្នាធ្លាប់ចូល mat អ្នកនរគ្នាឃើញហើយថានៅពេលដែលគេគិតលុយគេគិតអីហើយយើងហើយគេឲ្យវិក័យប័ត្រមួយឲ្យយើងអញ្ចឹងវាមានអីគេវាមានមីនុយមានអីអញ្ចឹងមកនេះវាមានមីនុយមានទឹកប្រាក់មានអីយ៉ាងណាអាហ្នឹងគេថា output អញ្ចឹងមានអ្នកសរសេរនៅ program ហ្នឹងគាត់បានចងនៅតម្លៃទាំងអស់ហ្នឹងហើយគាត់ output មកលើកម្មវិធីរបស់គាត់ហើយអញ្ចឹងប៉ុណ្ណឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាយល់ហើយខ្ញុំបាននិយាយអំពីយមន័យរបស់ output ហើយនឹងខ្ញុំបានលើកឧទាហរណ៍នៅលើ total mat មិញឲ្យអ្នកនរគ្នាឃើញខ្ញុំសង្ឃឹមអ្នកនរគ្នាយល់អញ្ចឹងយើងចូលទៅដល់ទម្រង់របស់វាទម្រង់នៅក្នុង output នៅក្នុងភាសា C++ របស់យើងទម្រង់នៃការ see out នៅឬហៅថា print នៅតម្លៃឬថា print នៅ text របស់យើងហ្នឹងគឺវាមាន2គឺខ្ញុំបានបែងចែកជា2ទី1និយាយអំពី syntax if you have only statement អញ្ចឹងបើសិនបើអ្នកមានតែ statement មួយទេដែលចង់បង្ហាញទៅ user របស់អ្នកឯងហ្នឹងគឺអ្នកឯងត្រូវសរសេរតាមនៅក្បួននេះគឺយើងសរសេរ see out ហើយបូកជាមួយនឹងសញ្ញាតូចជាងគេហៅថា object តាមកំពិត see out ក៏ហៅថា object ដូចគ្នាដែរហើយបូកជាមួយនឹងstatement បូកជាមួយនឹង statement អ្វីដែលយើងចង់បង្ហាញ statement នេះជាអ្វីមួយជាសេចក្តីថ្លែងការណ៍មួយដែលយើងចង់ថ្លែងការណ៍ឬក៏យើងចង់និយាយទៅកាន់ user របស់យើងឲ្យគាត់ដឹងថានឹងជាស្អីអានឹងជាស្អីដូចមិញវាមាន total price មានអីចឹងបន្ទាប់មកទៀតបើសិនជាអ្នកនរគ្នាមានបើសិនអ្នកនរគ្នាចង់ see out ឬហៅថា print មួយហ្នឹងចង់បង្ហាញsee out នៅ statement មួយហើយនឹង value of variable ខ្ញុំមិនដឹងថាអ្នកនរគ្នាយល់ពាក្យថា variable ឬក៏អីទេក៏ប៉ុន្តែបើតាមមេរៀនរបស់ខ្ញុំគឺអ្នកនរគ្នាអត់ទាន់យល់ទេពាក្យថា variable នេះក៏ប៉ុន្តែ statement អ្នកនរគ្នាបានយល់ហើយព្រោះថាខ្ញុំបាននិយាយពីលើមកច្រើនដែរពី statement អញ្ចឹងខ្ញុំសូមយល់ឡើងនេះតិចទៅ variable ហ្នឹងគឺជាអីគេ variable វាគឺជាអាញ្ញត្តិមួយដែលវាអាចផ្ទុកនៅទិន្នន័យបានឬគេហៅថាវាប្រៀបដូចជាធុងមួយអីចឹងសម្រាប់ផ្ទុកនៅព័ត៌មានផ្ទុកនៅតម្លៃណាមួយដែលយើងចង់ផ្ទុកនៅក្នុង RAM យើងបង្កើតវាមកដើម្បីផ្ទុកនៅតម្លៃនៅក្នុង RAM
ដើម្បីឲ្យវា process នៅពេលដែលយើង run វាហ្នឹងតែឥឡូវយើងយល់ប៉ុណ្ណឹងសិនណាចាំយើងដល់មេរៀនរបស់យើងគឺខ្ញុំនឹងរៀនពាក្យថា variable ហ្នឹងបើសិនមកអ្នកនរគ្នាមាន statement ហើយអ្នកនរគ្នាមាន variable អ្នកនរគ្នានឹង set ទៅតាម rule ដូចខាងក្រោមនេះអញ្ចឹងrule មួយហ្នឹងយើងអាចទៅ set បានគឺយើងប្រើ cout បន្ទាប់មកទៀតបូកជាមួយនឹងសញ្ញាតូចជាងហើយបូកជាមួយនឹង statement អ្វីដែលអ្នកចង់បង្ហាញហើយបូកជាមួយនឹងសញ្ញាតូចជាងហើយបូកជាមួយនឹង name variable មានន័យថាឈ្មោះនៃ variable ដែលយើងបានបង្កើតហើយយើងផ្ទុកនៅក្នុង RAM ហ្នឹងហើយយើងយកវាមកប្រើឬក៏ហៅយកវាមកបង្ហាញនៅលើ console របស់យើងនៅលើផ្ទាំងខ្មៅលើ screen របស់យើងហ្នឹងបន្តមកទៀតអ្នកនរគ្នាបើសិនអ្នកនរគ្នាមាន statement ទី1 statement ទី2 statement ទី3អញ្ចឹងទៀតដែលអ្នកចង់បង្ហាញឬក៏ variable ទី1 variable ទី2ទី3ដែលអ្នកនរគ្នាចង់បង្ហាញសូមអ្នកនរគ្នាទៅសេនៅសញ្ញាតូចជាងហើយអ្នកនរគ្នាដាក់នៅតម្លៃរបស់ statement ហ្នឹងនៅក្នុងសញ្ញាថ្មីកដល់ឬក៏ហៅ double quote បើសិនអ្នកទាំងអស់គ្នាចង់បង្ហាញនៅ name របស់ variable អ្នកទាំងអស់គ្នាត្រូវទៅសេ name variable នៅខាងក្រោយនឹងបន្តទៀតមកបើសិនអ្នកទាំងអស់គ្នាចង់ទៅសេឥឡូវបើសិននិយាយទៅប៉ុណ្្នឹងគឺយើងអត់យល់ថាមួយ statement វាមិនបូកជាមួយនឹង variable មួយទៀតវាមិនអ្នកទាំងអស់គ្នាមិនយល់ទេអញ្ចឹងបើអ្នកនរគ្នារាប់រៀនអ្នកនរគ្នាយល់ហើយបើសិនអ្នកថ្មីសិនមកក៏អត់យល់ទេតែឥឡូវយើងនឹងទៅឧទាហរណ៍របស់គ្នានៅក្នុងភាសានៅក្នុង IDE view ឥឡូវយើងបើក IDE របស់យើងមកហើយយើងយកពាក្យ new ហើយយើងយកពាក្យ access file បន្ទាប់មកយើងដាក់សញ្ញាត្រង់ជូកហើយយើងបិទនេះហើយយើងដាក់ include oh my god include ផង iOS stream ខ្ញុំបានបញ្ជាក់ហើយ iOS stream rồi màu tiết includes const io.8 នេះគឺវាគ្រប់គ្រងទៅលើ get ch using namespace using namespace std បន្តមកទៀត main function ត្រូវតែមាន ខាតមិនអាចអត់មានបានទេនៅក្នុងភាសា C++ របស់យើងនិយាយទៅក្នុងភាសាណាក៏ដោយគឺវាត្រូវតែមាន main function មួយ main function គឺជាអ្នកហៅតម្លៃចូលឬក៏ហៅថា call នៅ function ដតីមកកាន់ main function ហើយធ្វើការ output នៅsub function function ដតីដែលយើងបានបង្កើតនឹងមានហ្នឹងគឺខ្ញុំនឹងមាននៅមានគាត់ទៀតតើឥឡូវយើងនិយាយថា one statement បើសិនអ្នកនរគ្នាមានតែ statement តែមួយទេបើអ្នកនរគ្នាប្រើតែ statement ទេចង់បង្ហាញនៅព័ត៌មានទេអញ្ចឹងអ្នកនរគ្នាគួរតែប្រើ cout បូកជាមួយនឹងសញ្ញាតូចជាង2អានឹងជា object ដែរបូកជាមួយនឹង statement តើឥឡូវអ្នកនរគ្នាសូមអ្នកនរគ្នាសរសេរអញ្ចឹងខ្ញុំសរសេរ cout មកសញ្ញាតូចជាងហើយខ្ញុំដាក់នៅក្នុង double quote របស់ខ្ញុំហ្នឹងហើយខ្ញុំសរសេរថា name អញ្ចឹងឈ្មោះគេគាត់ចង់មកខ្ចីឬក៏ចង់មកឥឡូវយើងឧទាហរណ៍យើងទៅកើតនៅសាលាមួយអញ្ចឹងយើងត្រូវដាក់ name អញ្ចឹងសិស្សម្នាក់ហ្នឹងគាត់ឈ្មោះ name អីគេអញ្ចឹងយើង get ch ខ្ញុំបានបញ្ជាក់ប្រាប់អ្នកនរគ្នានៅមេរៀនមុនគឺវាប្រើសម្រាប់ចាប់នៅ screen របស់យើងនៅពេលដែលយើង show នៅតម្លៃឬក៏បង្ហាញនៅតម្លៃមួយဆိုវាចាប់ screen របស់យើងតែឥឡូវយើង run គឺយើងស្រាវសិនខ្ញុំស្រាវលើនេះដើម្បីសួរលុបតែឥឡូវបើយើងបកកើតតែប៉ុណ្ណឹងមានន័យថានេះគឺជា statement មួយឯងដែលយើងចង់បង្ហាញប្រាប់គេឥឡូវខ្ញុំមាន statement មួយឧទាហរណ៍ខ្ញុំមាន statement ច្រើនខ្ញុំធ្វើម៉េចបើអ្នកនរគ្នាមាន statement ច្រើនណាស់អ្នកនរគ្នាចង់បង្ហាញនៅ ID មួយទៀត
អ្នកអរគ្នាក៏ CC out មកអ្នកអរគ្នាបើក double quote ហើយអ្នកអរគ្នា say ID ហើយបិទ sneak column ហើយអ្នកអរគ្នារ៉ាន់វានឹងឃើញបែបណាគឺវានឹងឃើញជាប់គ្នាអញ្ចឹងហេតុអីបានជាអញ្ចឹងដោយសារតែអ្នកអរគ្នាផ្លេចមួយគឺយើងប្រើ/n ក៏បានឬអ្នកនរគ្នាប្រើអីគេមួយទៀតនៅក្នុងភាសា C++ របស់យើងគឺអ្នកនរគ្នាអាចប្រើ online ក៏បានដែរតែឥឡូវយើងរ៉ាន់មើលគឺដូចអ្វីដែលយើងគិតមែននៅពេលវាជួបគឺវាជួប/n គឺវានឹង new line យើងតែឥឡូវខ្ញុំថាខ្ញុំអត់ទៅចង់ទៅសេអញ្ចឹងទេខ្ញុំចង់ទៅសេនៅក្នុង C out តែមួយគឺអ្នកនរគ្នាសេបានអត់នៅក្នុងមេរៀនរបស់ខ្ញុំនេះខ្ញុំអត់បានដាក់គឺខ្ញុំអត់បានដាក់ទេគឺប៉ុន្តែយើងអាចឆ្នៃបានសិស្សយើងយល់យើងអាចឆ្នៃបានតោះហ្នឹងបើសិនឧទាហរណ៍យើងដាក់ចង់ដាក់មួយទៀតយើងគ្រាន់តែប្រើនេះមកដូចជាយើងបង្ហាញនៅយើងចង់បង្ហាញនៅនេះយើងចង់បង្ហាញនៅតម្លៃរបស់ variable អញ្ចឹងយើងមកដាក់សញ្ញាតូចៗជាងហើយបូកជាមួយនឹង name variable ដូចគ្នាបើសិនយើងចង់បង្ហាញ statement ដូចគ្នាអញ្ចឹងយើងចង់បង្ហាញ statement យើងមកដាក់នៅក្នុង double quote ក្នុង double quote យើងដាក់ ID ហើយចុចមួយបន្តមកទៀតគឺយើងនឹងបង្ហាញដូចអ្វីដែលយើងទៅសេមកជួរមិញឯងឥឡូវយើងរ៉ានវាដើរគឺវាដើរដូចគ្នាគឺវាចេញមកដូចគ្នាអញ្ចឹងរបៀបនៃការសរសេរនៅ program ហ្នឹងអត់ទេឃើញបកគេញ៉ៃនឹងសេខ្លះខ្ញុំមើលអត់យល់ជួនកាលអ្នកនរគ្នាអត់ដឹងពីរបៀបសរសេរនៅពេលអ្នកនរគ្នាអត់ដឹងពីរបៀបសរសេរគេគ្រាន់តែសរសេរតែបន្តិចទៅគេអាចបន្លំនៅភ្នែករបស់យើងបានអញ្ចឹងខ្ញុំសង្ឃឹមអ្នកនរគ្នាយល់ជាមួយនឹង statement នៅពេលដែលគ្មាន variable ចង់បង្ហាញ statement ទេអត់មាន variable គឺវាមានពីរករណីហ្នឹងដែលយើងអាចសរសេរបាននៅក្នុងភាសា C នៅក្នុងភាសាC program របស់យើងបន្តមកទៀតគឺយើងនិយាយអំពីបើសិនមកអ្នកនរគ្នាចង់បង្ហាញនៅ statement មួយហើយអ្នកនរគ្នាចង់បង្ហាញនៅ value of variable value នេះមានតម្លៃបបកមកវាថាមានតម្លៃ variable មានន័យថាជាអញ្ញត្តិណាមួយអញ្ញត្តិនោះគឺជាអ្នកបើយើងនិយាយពីគណិតវិទ្យានៅថ្នាក់ក្រោមគឺវាជាយើងបង្កើតវាឡើងដើម្បីផ្ទុកនៅតម្លៃយើងចង់ឧទាហរណ៍អីគេX-ray អីចឹងទៅ data អញ្ចឹងណាអាហ្នឹងវាជាអញ្ញត្តិមួយដែរដើម្បីកាន់នៅតម្លៃទទួលយកតម្លៃណាមួយដែលយើងបានសរសេរឲ្យវាហ្នឹងបើយើងនិយាយពីតែឥឡូវចឹងនិយាយថាបើយើងចង់បង្ហាញនៅ statement ឬក៏ variable យើងនឹងច្បាស់នៅមេរៀនក្រោយខ្ញុំនឹងបញ្យល់ variable តោះឥឡូវបើសិនបើយើងមាន variable ផងមាន statement ផងមាន variable ផងអញ្ចឹងគឺគួរធ្វើម៉េចបើសិនយើងមាន variable ផងវាមានstatement ផងគឺយើង CC out បូកជាមួយនឹងសញ្ញាតូចៗជាងហើយបូកជាមួយនឹង double quote បន្តមកទៀតយើង send statement អ្វីដែលយើងចង់បង្ហាញបន្តមកទៀតគឺយើងទៅសេនៅname variable ចឹងទៅសេនៅ name variable ឈ្មោះនៃ variable ដែលយើងចង់បង្ហាញនៅតម្លៃហ្នឹងហើយយើងបូកបើសិនយើងមាន statement តទៀតយើងអាចទៅសេតទៀតតាមនឹងមកដែលយើងប្រវែកអាហ្នឹងមកយើងប្រវែកនៅកូដរបស់យើងហ្នឹងត្រង់ហ្នឹងគឺយើងអាចប្រវែកបានបើអ្នកទាំងអស់គ្នាស្វែងយល់វាតិចទៀតអ្នកទាំងអស់គ្នានឹងសេនៅកូដគឺប្លែកគេហ្មងអត់ដូចគេតែឥឡូវយើងមកហាត់គេយូរយើងចូលមកការសរសេរជាដំបូងបើសិនអ្នកទាំងអស់គ្នាចង់បង្ហាញនៅ statement ផងបង្ហាញនៅ name variable ផងអ្នកទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាត្រូវបង្កើត variable មួយសិនអញ្ចឹងយើងទាំងអស់គ្នាមិនបាច់ចាំយកលេខច្រើនទេអានេះគេ data type យើងប្រភេទនៃទិន្នន័យអញ្ចឹងប្រភេទទិន្នន័យរបស់ខ្ញុំចង់ដាក់វាជាប្រភេទទិន្នន័យជា integer ហ្នឹង int ហ្នឹងវាមកពីថា integer មានន័យជាចំនួនគត់យើងគត់ខ្ញុំដាក់អីខ្ញុំដាក់ ID អញ្ចឹងvariable របស់ខ្ញុំគឺវាឈ្មោះថា ID នៅពេលដែល user ឬក៏នរណាម្នាក់ប្រកាសឲ្យតម្លៃវាមក
គឺ ID នឹងស្មើប៉ុន្មានអញ្ចឹងដែរតែឥឡូវខ្ញុំថា ID របស់ខ្ញុំអានេះគេហៅថា parameter មានន័យតម្លៃរបស់ variable ខ្ញុំថាតម្លៃរបស់ variable របស់ខ្ញុំនឹងវាស្មើនឹងលេខ1អញ្ចឹងឥឡូវខ្ញុំចង់បង្ហាញនៅ ID របស់សិស្សនៅក្នុងសាលារបស់ខ្ញុំខ្ញុំដាក់ cout យ៉ាងតូចជាងហើយខ្ញុំថាអីគេ ID នេះជា statement មួយដែលខ្ញុំចង់បង្ហាញជា statement មួយដែលខ្ញុំចង់បង្ហាញឥឡូវបន្ទាប់ពី statement មកខ្ញុំចង់ដាក់អីគេគឺខ្ញុំចង់បង្ហាញនៅឈ្មោះនៅ variable ដែលខ្ញុំចង់បង្ហាញដែរអញ្ចឹងខ្ញុំដាក់សញ្ញាតូចជាងពីហ្នឹងដូចអ្វីដែលតម្រង់របស់យើងនៅក្នុងអ្វីដែលខ្ញុំបានបង្ហាញបន្ទាប់មកទៀតខ្ញុំដាក់អីគេគឺ name variable អញ្ចឹង name variable របស់យើងអីគេគឺ ID name variable របស់យើងគឺឈ្មោះថា ID នេះដាក់ ID មកអញ្ចឹងចាំមើលនៅ code របស់យើងនៅ compile គឺវា compile ID បន្ទាប់អាន ID ហើយវា compile នៅ name ID នេះ name នៃឈ្មោះថា ID ហ្នឹងអញ្ចឹងយើង run អញ្ចឹងអានេះគឺវាដូចអ្វីដែលយើងបានគិតព្រៀងទុកមែនអញ្ចឹង ID នេះយើងបង្កើតហើយយើងដាក់ parameter របស់វាឬហៅតម្លៃ value របស់ ID នេះគឺវាស្មើលេខ1បន្ទាប់ពីលេខ1មកគឺមានន័យថា ID លេខ1នេះគឺវាបានផ្ទុកនៅក្នុងវាផ្ទុកនៅក្នុងធុងរបស់យើងឈ្មោះថា ID ផ្ទុកនៅក្នុងធុងរបស់យើងឈ្មោះថា ID ហើយអាធុងរបស់យើងនឹងគឺផ្ទុកនៅក្នុង RAM ធុងរបស់យើងផ្ទុកនៅក្នុង RAM អ្វីដែលយើងថាផ្ទុកហ្នឹងគឺវាផ្ទុកនៅក្នុង RAM តែដល់នេះមើលនិយាយទៅវាវល់តែអត់អីទេគឺយើងដឹងតែប៉ុណ្្នឹងសិនទៅចាំរឿងដល់មាន variable របស់យើងខ្ញុំនឹងបញ្ចូលថែមធុងអីហ្នឹងវាមិនឥឡូវទៅយើងបាន cout ហ្នឹង cout អានេះវា cout នៅ statement អានេះ cout នៃគេនៅ value of value នៃ value នៃvalue នៃ variable តោះឥឡូវឧទាហរណ៍ខ្ញុំចង់មើលឲ្យ statement ទៀតណាដាក់ name តែសិស្សនេះឈ្មោះអីគេអញ្ចឹងខ្ញុំអាចដាក់នៅline តែមួយបានព្រោះប៉ុន្តែបើសិនជាសរសេរមែនតើហ្មងគេមិនដាក់អញ្ចឹងទេព្រោះតែសរសេរអញ្ចឹងវាយ៉ាប់កែថ្ងៃក្រោយនៅពេលកូដយើងកាន់តែច្រើនទៅគឺយើងយ៉ាប់កែដោយសារយើងសរសេរនៅក្នុង line តែមួយទេយ៉ាប់មើលតែឥឡូវបើយើងដាក់ name គឺវាអត់មានខូចដែរវាតាមតម្រងរបស់យើងនៅខាងលើហ្នឹងនេះតម្រងរបស់យើងនេះគឺដាក់ statement name អញ្ចឹងមកគឺមានខូចទេហើយអរ៉ានOh my god មិនយ៉ាងវាដើរដោយសារយើងតាមបិទ console មួយនេះចឹងយើងបិទ console មួយនឹងមកហើយយើង run វាដំណើរការជាធម្មតាណាគឺវា name ហេតុអីបានយើងដក clear ប៉ុន្តែអ្នកនរគ្នាចង់ដក clear អ្នកនរគ្នាអាចដក clear បានហើយយើងប្រើនៅ /t តែ /t មកពី tab អ្នកនរគ្នា run ឃើញយើងដក clear ហើយដក clear យើងxong rồi mình nó làm lại nọ này giờឥឡូវអ្នកនរគ្នាថាចង់ថាបង្ហាញ statement បង្ហាញ the value of name មួយទៀតអ្នកនរគ្នាអាចធ្វើបានចឹងអ្នកនរគ្នា name របស់យើងនេះគឺ user អ្នកបញ្ចូលអានេះក៏ user អានេះមិនមែន user អ្នកវាយគឺអ្នកវាយឲ្យមកចឹងបើសិនអ្នកនរគ្នាចង់ឲ្យ user អ្នកវាយលេខ ID មកលេខ ID មក name ឈ្មោះគេអ្នកនរគ្នានឹងរៀននៅមានមួយទៀតដែលមានឈ្មោះថា output ឬគេហៅថាcin នៅតម្លៃ cin នឹងមានការវាយបញ្ចូលនៅតម្លៃណាមួយជាតម្លៃរបស់ variable ទៅយើងអត់មានអីច្រើនទេគឺមាន output គឺយើងមានតែប៉ុណ្ណឹងខ្ញុំសង្ឃឹមអ្នកទាំងអស់គ្នាយល់នៅមាន output ហ្នឹងខ្ញុំអត់ធ្វើនិយាយទៅវីដេអូរបស់ខ្ញុំអត់ធ្វើវាលឿនពេកទេខ្ញុំអត់ធ្វើលឿនទេខ្ញុំចង់ធ្វើតិចអញ្ចឹងឲ្យអ្នកទាំងអស់គ្នាយកហ្នឹងទៅបែកឲ្យអ្នកទាំងអស់គ្នាយកអាទូហ្នឹងទៅបែកព្រោះកូដបើយើងរៀនពីកូដគឺយើងមិនមែនសរសេរតាមគេវាដូចគណិតអញ្ចឹងគណិតវាមានអីគេឧទាហរណ៍លំហាត់មួយអញ្ចឹងវាមានវិធីសាស្ត្រនៃការគណនាច្រើនយើងអាចគណនាតាមផ្លូវនេះក៏បានដូច grade ទី2អញ្ចឹងអាចគណនាតាម data ក៏បានគណនាតាមបែកតួកណ្ដាលក៏បានអញ្ចឹងកូដដូចគ្នាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់នៅ basic ដល់ basic មកអ្នកទាំងអស់គ្នាយកវាទៅបែកខ្លួនឯងទៅថាយើងធ្វើម៉េចឲ្យយើងយល់ខ្លួនឯងយើងកុំទៅសេតាមគេអញ្ចឹងកូដទី1
cứ dân thời vô hồi này dân có mình xe tam kế hỏi dân nó bây giờ xe nó mà chua cứ dân thời vô thế mà chua nó cái xe nó bay ấy dân thời vô chẳng mà chua nó cái xe nó bay ấy hay đầu phá nó cái xe nó bay ấy chẳng như thời vô chẳng là dân xe cốt cứ dân ở đại play nhưng mua đồ bộ quá nè lá ta xe cốt mua đồ bộ có em đằng ta có thử xe ấy môn game không chẳng có đằng chẳng mau bị gọi đọt vô tha có thể sẽ ấy cái môn kê có thể sẽ cái môn kê gọt vô tờ lỡ nhưng mà mở chân vậy thì chờ đấy cứ nhầm chân vậy là bản năng cứ làm pi output output này nó nè các bạn test này nó video vào nhóm nhưng khi này học thì vô này học thì chú chat nhưng video vào nhóm chẳng xong chuỗi share chuỗi like chuỗi subscribe my channel làm bây giờ tôi bạn ở ព័ត៌មានថ្មីៗមានថ្មីៗពីខ្ញុំលាអ្នកនរគ្នា